ជាចំណុចសំខាន់ដំបូងគឺភាគីទាំងពីរយើងបានឯកភាពគ្នាទៅលើបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះនៅម៉ោង12ថ្ងៃត្រង់ស្របថ្ងៃទី27ខែធ្នូឆ្នាំ2025នេះតទៅក្រោយពីបទឈប់បាញ់នេះយើងត្រូវបានអនុវត្តឲ្យបានពេញលេញក្នុងរយៈពេល72ម៉ោងដែលក្នុងនោះនឹងអាចឲ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិន18កម្ពុជា18រូបដែលបានជាប់នៅប្រទេសថៃអស់រយៈពេល151ថ្ងៃមកហើយបទឈប់បាញ់នេះក៏ស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះដែរគួរផ្សំពីលើនោះអ្វីដែលតាមរយៈនៃបទឈប់បាញ់នៅថ្ងៃនេះគឺនឹងបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋភៀសសិទ្ធដែលមានលំនៅឋាននៅតាមតំបន់ព្រំដែននេះអាចមានលទ្ធភាពក្នុងការត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញអាចប្រកបមុខរបរក៏ដូចជាធ្វើស្រែចម្ការ